លោកសេងវណ្ណលីអ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិកអះអាងថាកម្ពុជាទទួលបានផលប្រយោជន៍ច្រើនគឺជាយុទ្ធសាស្ត្រការទូតវេយលោកដ៏មានប្រសិទ្ធភាពមួយដែលអនុញ្ញាតឲ្យលោកហ៊ុនម៉ាណែតអាចបកស្រាយនិងបកក្រាបមជ្ឈតាឈ្លានពានរបស់ភាគីថៃទៅកាន់ពិភពលោកបានយ៉ាងទូលំទូលាយសកម្មភាពនេះបានបង្ហាញឲ្យឃើញថាមជ្ឈដ្ឋានអន្តរជាតិមានការចាប់អារម្មណ៍ពីទស្សនវិជ្ជាការពិតនៃចំនួនដែលកន្លងមកអាចត្រូវបានបិទបាំងដោយឥទ្ធិពលនយោបាយតំបន់ហើយការប្រើប្រាស់វេទិកាសារព័ត៌មានសកលបែបនេះជួយឲ្យកម្ពុជាទទួលបានអំណាចនៃការពិតដែលអាចតាក់ទាញការចាប់អារម្មណ៍និងការណាត់អសូរពីសហគមន៍អន្តរជាតិបានយ៉ាងខ្លាំងជាពិសេសពីសំណាក់ប្រទេសដែលគោរពច្បាប់អន្តរជាតិនិងបូរណភាពទឹកដីកម្រិតនៃការគ្រប់គ្រងពីអន្តរជាតិអាចនឹងកើនឡើងខ្ពស់ប្រសិនបើកម្ពុជាអាចបង្ហាញនៅផុសតាងច្បាស់លាស់នៃការឈ្លានពានដែលធ្វើឲ្យថៃពិបាកក្នុងការបដិសេធវិឆាអន្តរជាតិនិងអាចឈានទៅរកការដាក់សម្ពាធការទូតពីសំណាក់អង្គការសហប្រជាជាតិឬមហាអំណាចដទៃទៀតដើម្បីទប់ស្កាត់ការប្រើប្រាស់កម្លាំងបាយអ្វីដែលពិសេសជាងនេះគឺតាមរយៈការព្យាយាមជំរុញឲ្យភាគីថៃទទួលស្គាល់នូវយន្តការអន្តរជាតិដូចជាគោរពនៅយុត្តិការតុលាការអន្តរជាតិដូចជា ICJ ហើយនឹងដោះស្រាយចំនួនព្រំដែនដោយចូលទៅលើគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិលោកបណ្ឌិតកិនភៀអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថាលោកនាយករដ្ឋមន្ត្រីកំពុងបើកវាំងននខ្មៅឲ្យសហគមន៍អន្តរជាតិបានដឹងពីការពិតនៃចំនួនព្រំដែនមួយនេះបទសម្ភាសន៍នេះគឺជាការបើកនៅវាំងននខ្មៅមួយដើម្បីលាតត្រដាងឲ្យពិភពលោកបានដឹងអំពីភាពមិនស្មោះត្រង់និងការរំលោភបំពានច្បាប់អន្តរជាតិរំលោភបំពានធម្មនុញ្ញអាស៊ានធម្មនុញ្ញអង្គការសហប្រជាជាតិនិងអធិបតេយ្យបូរណភាពទឹកដីនៃប្រជាណាចក្រកម្ពុជាពីសំណាក់ភាគីថៃខ្ញុំយល់ថាបទសម្ភាសន៍នេះគឺផ្ដល់ឲ្យកម្ពុជានៅឱកាសមួយដែលអាចទាញឲ្យសហគមន៍អន្តរជាតិបានដឹងបានយល់ស្វែងយល់កាន់តែស៊ីជម្រៅអំពីសច្ចភាពនិងអ្វីដែលកំពុងកើតមានជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃដោយដែលយើងទាំងអស់គ្នាបានដឹងហើយថាតាំងពីក្រោយផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃមកលើប្រទេសកម្ពុជារបស់យើងគឺមិនទាន់មានប្រទេសណាមួយគេបានធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការថាប្រទេសថៃឈ្លានពានមកលើប្រទេសកម្ពុជាយើងទេគឺគេបានត្រឹមចាត់ទុកថានោះគឺជាចំនួនព្រំដែននោះគឺជាការប៉ះទង្គិចប្រដាប់អាវុធក៏ប៉ុន្តែជាក់ស្ដែងគឺកម្ពុជារបស់យើងរងគ្រោះដោយការឈ្លានពានពីភាគីថៃតែបើតាមលោកវ៉ាន់ចាន់ឡូតអ្នកវិភាគនយោបាយវិញយល់ថាការផ្ដល់បទសម្ភាសន៍ឲ្យកាសែតអន្តរជាតិតែមួយមុខមិនទាន់គ្រប់គ្រាន់ឡើយការបកអាក្រាតែមួយមុខនៅលើសារព័ត៌មានមិនគ្រប់គ្រាន់នោះទេហើយក៏ទំនងមិនអាចធ្វើឲ្យកម្ពុជាទទួលបានយុត្តិធម៌ដោយត្រឹមតែនាយករដ្ឋមន្ត្រីផ្ដល់បទសម្ភាសន៍ប៉ុណ្ណេះដែរកម្ពុជាត្រូវចាត់វិធានការចាំបាច់ហើយជាវិធានការដែលអាចធានាបានក្នុងការផ្ដល់យុត្តិធម៌ការគ្រប់គ្រងផ្នែកការទូតក៏ដូចជាការទាមទារយកទឹកដីដែលបាត់បង់មកវិញបានគឺកម្ពុជាត្រូវតែគិតទៅលើជំរើសទាំងអស់នេះដែលយើងឃើញជាក់ស្ដែងមានការប្តឹងទៅកាន់តុលាការអន្តរជាតិការបញ្ចុះបញ្ចូលបណ្ដាប្រទេសនាជាពិសេសបណ្ដាប្រទេសនៅក្នុងអាស៊ានឲ្យក្លាហានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសភាគីថៃក៏ដូចជាឈរជាមួយកម្ពុជាដើម្បីជ្រងទង់យុទ្ធធរជ្រងទង់និយមតំបន់ហើយនិងនិយមរបស់ពិភពលោកសម្រាប់លោកបណ្ឌិតសេងសេរីក្នុងកលៈទេសៈពេលនេះលោកមិនជឿលើសហគមន៍អន្តរជាតិនោះទេក្នុងកលៈទេសៈនេះខ្ញុំអត់ជឿលើអន្តរជាតិទេដោយសារអីដោយសារសម្ដាប់ធ្នាប់ពិភពលោកត្រូវបានច្បោកច្បល់ច្បាប់អន្តរជាតិត្រូវបានបំពានជាពិសេសប្រទេសមហាអំណាចនិយាយឲ្យចំទៅគឺសហរដ្ឋអាមេរិកហ្នឹងតែម្ដងដូច្នេះហើយស្ថានភាពច្បោកច្បល់អន្តរជាតិរវល់ណាសហគមន៍អឺរ៉ុបរវល់ជាមួយនឹងនយោបាយបាយបិណ្ឌជាបាយបាតរបស់ត្រាំខ្ញុំគិតថាការសង្ឃឹមទៅលើយន្តការអន្តរជាតិក្នុងដំណាក់កាលនេះ
វាជារឿងមួយដែលជាកំហុសយុទ្ធសាស្ត្រតាមពិតទៅការឡំប៉ាឬក៏ការទូពិតទៅអន្តរជាតិឬក៏ការបកបង្ហាញឲ្យឃើញថាថៃកំពុងតែឈ្លានពានកម្ពុជាយ៉ាងជ្រៅទៅក្នុងបូរណភាពទឹកដីកម្ពុជានេះវាជារឿងមួយដែលត្រូវធ្វើក៏ប៉ុន្តែវាជាជំហានទី2រីឯលោកអ៊ុំសំអានដែលជាតំណាងរាជអតីតគណៈបក្សសង្គ្រោះជាតិពុំមើលឃើញពីផ្លែផ្កាអ្វីឡើយក្រៅតែពីឲ្យសហគមន៍អន្តរជាតិបានដឹងបានឮថាថៃជាអ្នកបំពានកម្ពុជាយ៉ាងណាក៏ដោយការផ្ដល់បទសម្ភាសន៍របស់លោកហ៊ុនម៉ាណែតជាមួយសារព័ត៌មាន Reuters នេះមិនបានជាលទ្ធផលផ្លែផ្កាឯនោះទេគ្រាន់តែឲ្យពិភពលោកដឹងថាថៃឈ្លានពានកម្ពុជាអ្វីដែលលោកហ៊ុនម៉ាណែតត្រូវធ្វើមិនមានរឿងនឹងជារឿងសំខាន់នោះទេអ្វីដែលបានទទួលលទ្ធផលល្អឬក៏ផ្លែផ្កាអាចយកទឹកដីខ្មែរយើងចំនួន45ទីតាំងមកវិញគឺលោកហ៊ុនម៉ាណែតត្រូវបញ្ញត្តិប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បញ្ញត្តិប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991អានឹងទើបអាចទាមទារទឹកដីបានមកវិញបើគ្រាន់តែសម្ភាសជាមួយ Reuters អាចទាមទារទឹកដីបានមកវិញគឺមិនចាំបាច់បង្កើតតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺមិនបាច់ចាំបង្កើតក្រសួងការពារជាតិចាំបាច់បង្កើតកងទ័ពដើម្បីការពារទឹកដីនោះទេលោកបណ្ឌិតកិនភៀមមានយោបល់ពាក់ព័ន្ធនឹងការពន្លឿនប្តឹងទៅ ICJ ឬក៏ពន្លឿនការស្នើសុំផែនទីពីបារាំងនេះយើងបានកត់សម្គាល់ឃើញថាកន្លងមករដ្ឋាភិបាលបានលើកឡើងពីការប្តឹងតំបន់4ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិរួចហើយកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025កន្លងទៅក៏ប៉ុន្តែដំណើរការនៅតុលាការបែបណានោះគឺជាសមត្ថកិច្ចរបស់ ICJ ប្រហែលជាហួសពីសមត្ថកិច្ចរបស់រដ្ឋាភិបាលកម្ពុជាទន្ទឹមនឹងនោះការស្នើសុំផែនទីទៅប្រទេសបារាំងក៏ដូចជាមាននៃការដាក់ស្នើជាផ្លូវការរួចហើយដែរទៅកាន់ប្រទេសបារាំងដើម្បីស្នើសុំផែនទីនោះហើយខ្ញុំគិតថាកម្ពុជាយើងក៏អត់មានអំណាចអ្វីទៅបង្ខំគេឲ្យផ្ដល់នៅផែនទីក្នុងពេលវេលាណាមួយដែលយើងចង់បានភ្លាមដោយដែលបងប្អូនសាធារណជនចង់បានភ្លាមទេតែលោកបណ្ឌិតថាមានតែឯកសារពាក់ព័ន្ធទាំងអស់ដែលបានលើកឡើងខាងលើនោះទេដែលអាចបញ្ចប់ជម្លោះព្រំដែនបានគឺយើងដើរទន្ទឹមគ្នាទាំងយន្តការទ្វេភាគីដោយផ្អែកទៅលើលក្ខតុបករអន្តរជាតិរួមមានអនុសញ្ញាសិទ្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ផែនទីឧបសម្ព័ន្ធ1នៃសិទ្ធិសញ្ញាពិធីសារអមនៃសិទ្ធិសញ្ញាបារាំងសៀមឆ្នាំ1907ក៏ដូចជា MOU ឆ្នាំ2000ដែលខ្ញុំគិតថាទាំងអស់នេះគឺជាយន្តការច្បាប់ដែលភាគីទាំងពីរត្រូវតែបន្តធ្វើការជាមួយគ្នាដោយឡែកលោកបណ្ឌិតសេងសេរីមើលឃើញពីកំហុសរបស់រដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយជម្លោះព្រំដែនក៏ប៉ុន្តែអ្វីដែលខ្ញុំគិតថាវាជាកំហុសយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកហ៊ុនម៉ាណែតហ្នឹងគឺរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតហ្នឹងមិនអាចចាត់អតិភិបថាតើបញ្ហាណាជាបញ្ហាដែលគួរតែធ្វើជំហានទី1បញ្ហាណាដែលគួរតែធ្វើជំហានទី2សម្រាប់ខ្ញុំគិតថាជំហានទី1ដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតគួរតែធ្វើហ្នឹងគឺការវាយការពារខ្លួនដើម្បីការពារបូរណភាពទឹកដីខ្ញុំឃើញរដ្ឋាភិបាលក្តីខ្ញុំឃើញអ្នកគ្រប់គ្រងរដ្ឋាភិបាលក្តីហាក់ដូចជាមានការយល់ច្រឡំចំពោះការរក្សាឬក៏ការថែទាំឬក៏ការចង់ចូលរួមដើម្បីថែរក្សាសន្តិភាពការថែរក្សាសន្តិភាពមិនមែនមានន័យថាឲ្យគេរំលោភបំពានបានតាមចិត្តដោយយើងមិនការពារខ្លួនទេការពារខ្លួនក្នុងក្របខ័ណ្ឌមួយដែលសមស្របដើម្បីអាចការពារបូរណភាពទឹកដីមិនមែនមានន័យថាយើងបំពានទៅលើគោលការណ៍រក្សាសន្តិភាពទេចឹងហើយយើងបណ្ដែតបដោយឲ្យថៃឈ្លានពានចូលយ៉ាងជ្រៅហើយដើម្បីយករឿងហ្នឹងចេតនាយករឿងនេះទៅទូពិតអន្តរជាតិលោកបណ្ឌិតសេងសេរីមានយោបល់បន្ថែមយ៉ាងដូចនេះអ្វីដែលជាសំណួរដ៏សំខាន់មួយទៀតថាតើនៅពេលដែលអន្តរជាតិបានដឹងឮនៅពេលដែលកាសែតអន្តរជាតិធំបានចុះផ្សាយពីរឿងនេះហើយសំណួរសួរថាតើយើងអាចទទួលបានបូរណភាពទឹកដីបន្លប់មកវិញដែរឬទេចំណុចសំខាន់គឺការការពារបូរណភាពទឹកដីវាសំខាន់ជាងការដឹងឮពីអន្តរជាតិថាថៃឈ្លានពានកម្ពុជាអាហ្នឹងយើងបែងចែកឲ្យច្បាស់បើមិនអញ្ចឹងទេយើងទទួលបានការអាណិតអាសូរយើងដើរតួជាជនរងគ្រោះមែនក៏ប៉ុន្តែយើងបាត់បូរណភាពទឹកដីរបស់យើង
យើងអត់អាចការពារបូរណភាពទឹកដីយើងបានអានេះជារឿងមួយដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតជ្រើសរើសយុទ្ធសាស្ត្រជាកំហុសយុទ្ធសាស្ត្រមួយដ៏ធ្ងន់ធ្ងរសម្រាប់ក្នុងការការពារបូរណភាពទឹកដីនោះបាទអ្វីដែលអាចយកទឹកដីមកគ្រប់គ្រងវិញបានគឺមានតែប្រើប្រាស់កម្លាំងនេះបើតាមលោកវ៉ាន់ចាន់ឡូតអ្វីដែលយើងមិនអាចប្រកែកបានទោះបីជាយ៉ាងណាក៏ដោយភាពចាំបាច់មួយគឺកម្លាំងទ័ពដែលកម្ពុជាត្រូវតែប្រើប្រាស់នៅក្នុងការទាមទារយកមកវិញនៅទឹកដីដែលភាគីថៃកំពុងតែកាន់កាប់ដោយខុសច្បាប់ដូចយើងដឹងហើយថាគ្រប់ជំរើសទាំងអស់គឺមិនអាចផាត់ចេញនៅជំរើសមួយណាបាននោះទេទោះបីជាបច្ចុប្បន្ននេះត្រូវមានបញ្ហាចោទជាច្រើនអំពីកម្លាំងយោធារបស់កម្ពុជាដែលទំនងមិនអាចយកឈ្នះបានទៅលើភាគីថៃក៏ប៉ុន្តែចំណុចបញ្ហានេះវាចាំបាច់ត្រូវការនៅការដោះស្រាយនៅបញ្ហាដែលកម្ពុជាកំពុងតែពើប្រទះក្នុងការប៉ះទង្គិចរយៈពេល2លើកមកនេះគឺកម្ពុជាខ្លួនឯងច្បាស់ជាដឹងហើយថាចំណុចណាដែលត្រូវកែតម្រូវនៅក្នុងវិស័យការពារជាតិដើម្បីធានាថាកងទ័ពពិតជាមានកម្លាំងកងទ័ពពិតជាអាចប្រយុទ្ធដណ្ដើមទឹកដីដែលបាត់បង់ទាំងអស់នោះត្រឡប់មកវិញបានគួរឲ្យកត់សម្គាល់ថាក្រោយលោកហ៊ុនម៉ាណែតផ្ដល់បទសម្ភាសន៍ដល់ស្ថាប័នអន្តរជាតិ Reuters និង Fox News ស្ដីពីជំលោះព្រំដែនរួចមកភាគីថៃចាត់ទុកការអះអាងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាថាកំពុងធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសថៃនិងខ្លួនត្រៀមឆ្លើយតបមកវិញលោកសេងវ៉ាន់លីព្រួយបារម្ភថាកម្ដៅអាចនឹងកើនឡើងសារជាថ្មីការបោះអាក្រាតជាសាធារណៈនេះក៏ជាដើមមុខពីរដែលអាចធ្វើឲ្យភាគីថៃមានអារម្មណ៍ថាត្រូវបានភាគីកម្ពុជាបង្ខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិដែលអាចទុញច្រានឲ្យរដ្ឋាភិបាលឬកងទ័ពថៃបង្កើនការឆ្លើយតបទាំងផ្នែកការទូតនិងយោធាឲ្យកាន់តែខ្លាំងក្លាជាងមុនដើម្បីការពារមុខមាត់ផលប្រយោជន៍របស់ថៃលទ្ធភាពដែលថៃអាចនឹងប្រើប្រាស់កម្លាំងឈ្លានពានបន្ថែមទៀតតាមព្រំដែនគឺមានខ្ពស់ដែរប្រសិនបើពួកគេយល់ឃើញថាការទូតរបស់កម្ពុជាកំពុងតែដាក់បន្ទុកមកលើពួកគេខ្លាំងពេកព្រោះការបង្កើនភាពតានតឹងផ្នែកយោធាអាចជាវិធីសាស្ត្រមួយដែលថៃប្រើដើម្បីបង្វែរការចាប់អារម្មណ៍ឬក៏បង្ហាញពីអំណាចរបស់ខ្លួននៅក្នុងការគ្រប់គ្រងស្ថានភាពដូច្នេះទោះបីជាកម្ពុជាទទួលបានផលចំណេញផ្នែកព័ត៌មានប្រមាណថ្ងៃនេះនឹងការគ្រប់គ្រងពីមតិសាធារណសកលប៉ុន្តែកម្ពុជាក៏ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់សម្រាប់ការប្រជុំមុខដាក់គ្នាផ្នែកយោធាដែលអាចនឹងផ្ទុះឡើងជាថ្មីឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយពីសំណាក់ភាគីថៃជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របកអាក្រាតលើកនេះបាទ